បាទជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះយើងចូលមកកាន់មេរៀនរបស់យើងបន្តដោយសារតែមានបញ្ហាដដែលហើយកើតឡើងដដែលចំពោះបងប្អូនយើងឥឡូវហ្នឹងគឺគាត់ធ្វើខុសច្រើនមែនទែនអញ្ចឹងចំពោះការធ្វើខុសនេះគឺពិបាកមែនទែនចំពោះ account ណាខណៈដែលយើងធ្វើខុសគឺយើងពិបាកនៅក្នុងការកែព្រោះវាអត់ឲ្យយើងកែទេឥឡូវហ្នឹងអញ្ចឹងខុសហ្នឹងគឺខុសកន្លែង time zone បងប្អូនណា time zone មួយហើយនឹង location មួយពីរហ្នឹងកាលណាយើងខុសហើយគឺចប់ហើយអាចយើងកែបានទេតោះតែយើងធ្វើការ reset លុយចំពោះការ reset លុយ account ខ្លះគឺយើងអាចធ្វើការ reset បានប៉ុន្តែ account បច្ចុប្បន្នខ្លះគឺมันអាច reset បានទេអញ្ចឹងដើម្បីយើងកុំឲ្យខុសខ្ញុំចូលទៅប្រាប់បងប្អូនកុំឲ្យខុសកន្លែងហ្នឹងប៉ុន្តែហ្នឹងពេលខុសហើយយើងអាចកែបានទេជាមួយខ្ញុំបង្ហាញនៅក្នុងវីដេអូមួយនេះនៅពេលដែលបងប្អូនធ្វើការបងប្អូនត្រូវប្រយ័ត្នមែនតើសម្រាប់ account ថ្មីយើងរៀបចំការរៀបចំអីរបស់យើងហ្នឹងឲ្យបានត្រឹមត្រូវកុំឲ្យខុសណាកាលណាយើងខុសគឺពិបាកធ្វើការងារអញ្ចឹងយើងពេលដែលយើងឧទាហរណ៍ថាពេលដែលយើងរៀបចំ setting ហើយណារៀបចំម៉ោងរៀបចំអីហើយយើងចង់ធ្វើការកែបងប្អូនចូលមកកាន់ track 3នេះហើយបងប្អូនយកពាក្យថា billing and payment ហ្នឹងមកនេះ billing and payment ចូលទៅក្នុងហ្នឹងហើយបន្ទាប់មកយើងមើលមកខាងក្រោមបងប្អូនយកពាក្យថា business info ណា business info នេះកន្លែងនេះខ្ញុំធ្វើការបង្ហាញម្ដងនេះទៀតឲ្យបងប្អូនប្រុងប្រយ័ត្នមែនតើណាកុំឲ្យខុសទៀតណាកាលណាខុសយើងខូច account របស់យើងវាមិនខូចអីទេគ្រាន់តែយើងបោះទៅវាមិនដើរចេះតែឆ្ងល់ហេតុអីក៏មិនដើរស៊ូដដែលហើយម្ដងទៀតច្រើនដងទាំងតែយើងធ្វើខុសអញ្ចឹងអានេះគឺជាមេរៀនមួយលម្អិតបន្ថែមទៀតឲ្យបងប្អូនប្រុងប្រយ័ត្នមែនតើចំពោះការដាក់កាតណាចំពោះដាក់កាតយើងត្រូវតែប្រុងប្រយ័ត្ននៅពេលដែលយើងដាក់កាតដាក់រួចរាល់ឬក៏បងប្អូនមិនទាន់ដាក់ទេបងប្អូនត្រូវមើលវីដេអូនេះចប់ទៅដើម្បីយើងដឹងអញ្ចឹងរបៀបដាក់កាតនេះទី1គេហៅថា location នេះយើងត្រូវជ្រើសរើសប្រទេសណាដែលយើងចង់បានប្រទេសដែលយើងដាក់បានគឺទី1បើសិនជាយើងនៅខ្មែរដាក់កម្ពុជាអញ្ចឹងទៅប៉ុន្តែយើងជាប់ពន្ធ 10% បើសិនតែយើងអត់ចង់ឲ្យជាប់ពន្ធទេយើងយកប្រទេសចិនមក China មកគឺអត់ជាប់ពន្ធទេណាយើងយក China គឺអត់មានជាប់ពន្ធ 10% ទេអានេះដោយសារតែយើងបានធ្វើការដាក់យកខ្មែរហើយគឺជាប់ខ្មែរហើយណាហើយកន្លែងដែលខ្ញុំចង់ផ្ដោតសំខាន់នោះគឺ time zone នេះកាលណាយើងយកបាងកកហើយគឺកាលណាយើងយកបាងកកមានន័យថាត្រូវទៅនឹងអាស៊ីរបស់យើងឬក៏ភ្នំពេញឬក៏វៀតណាមប្រទេស3ហ្នឹងយើងអាចយកបងប្អូនមិនអាចទៅជ្រើសរើសប្រទេសផ្សេងបានទេម៉ោងនៅប្រទេសផ្សេងបានទេកាលណាយើងជ្រើសម៉ោងផ្សេងគឺខុសនៅតំបន់ម៉ោងរបស់យើងនៅក្នុងអាស៊ីរបស់យើងនៅក្នុងប្រទេសខ្មែររបស់យើងណាកាលណាខុសយើង boost ទៅអត់ដើរទេអញ្ចឹងហើយបានបងប្អូនចេះតែ boost ទៅមិនដើរហេតុអីបានដាក់ 4-10 ម៉ោងហើយនៅតែមិនដើរដោយសារតែយើងរើស time zone វាខុសអញ្ចឹងណាអញ្ចឹងចំពោះការកែកន្លែងនេះគឺយើងអាចធ្វើការកែបានទេណាអត់អាចកែ time zone ទៅប្រទេសផ្សេងបានទេ Facebook អត់អាចឲ្យយើងកែទេអាហ្នឹងអត់ដឹងថាមូលហេតុអីទេគឺឲ្យយើងកែឥឡូវខ្ញុំដាក់ឧទាហរណ៍អញ្ចឹងណាប៉ុណ្ណឹងមកឲ្យខ្ញុំ share ឃើញទេគឺអត់បានទេឃើញអត់អញ្ចឹងអត់បានទេចំពោះការកែអញ្ចឹងចំពោះបងប្អូនទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នមែនទែនកន្លែងហ្នឹងពីរហ្នឹងណាមានប្រទេសហើយនឹងម៉ោង time zone នេះពីរហ្នឹងគឺយើងប្រយ័ត្នមែនទែនឲ្យខុសទេកាលណាខុសគឺយើងអាចកែបានទេកាលណាកែវាពិបាកវាជាប់អញ្ចឹងណាគឺវាអត់ឲ្យទេណាបងប្អូនអញ្ចឹងត្រូវប្រុងប្រយ័ត្នចំពោះការរៀបចំ ad ពេលដែលយើងប៊ូសអីត្រូវប្រុងប្រយ័ត្នមែនទែនយើងត្រូវដាក់ឲ្យបានត្រឹមត្រូវពិនិត្យមើលច្បាស់លាស់មុខក្រោយឲ្យបានត្រឹមត្រូវជិះវៀងបញ្ហាពេលដែលយើងខុសហើយគឺយើងអាចកែកន្លែងហ្នឹងបានទេហ្នឹងរបៀបនៅក្នុងការយើងដាក់កាតដាក់អីចូលបងប្អូនត្រូវប្រុងប្រយ័ត្នឲ្យមែនទែនណាកន្លែងហ្នឹងណាអូខេអញ្ចឹងមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេ